សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលស្រឡាញ់រូបរាងស្គមសាច់ហាត់ខាងណែនញ៉ាំឲ្យនិយាយថតហើយបងប្អូនមានពេលវេលាក្នុងការហាត់ប្រាណណាបងប្អូនអាចជ្រើសរើសជាមួយនឹងការរត់ជាមួយនឹងកែនបានហើយសម្រាប់គ្នាបងខ្ញុំតែងសួរខ្ញុំថាអូនកែនរត់មុខពីអូនពិបាកក្នុងការហាត់អត់ណានិយាយទៅវាស្រួលខ្លាំងមែនតើបងប្អូនឃើញទេពេលដែលហាត់ហើយគឺយកអត់មានមើលកបងប្អូនសាច់មុខសាច់ធ្វល់គឺហាត់ខាងណែនហើយផ្អល់ឃើញស្អាតមើលទៅក្មេងជំនួយហ្មងបងប្អូនណាចាសម្រាប់កែនបងខ្ញុំបងប្អូនរត់តែប្រើគឺរត់តែស្រួលបងប្អូនចានេះបងប្អូនគឺការហាត់គឺងាយស្រួលខ្លាំងមែនតើបងប្អូនគាត់ចាយធ្វើការទាញកែនណាបងប្អូនគ្រូពេលដែលយើងទិញទៅដំបូងសាច់កែនវារៀងណែនខ្លាំងអញ្ចឹងទាញបន្តិចទៅគឺវានឹងធន់ងាយស្រួលក្នុងការរត់ខ្លាំងណាបងប្អូនចាអញ្ចឹងដំបូងឡើយនេះបងប្អូនគ្រាន់តែបោកពីចេញចេះមកនេះបងប្អូនណាហើយបន្ទាប់មកបងប្អូនដាក់ឲ្យត្រូវជាមួយនឹងចង្កាបងប្អូនបន្ទាប់មកស្តុកចូលទៅជាទាំងពីរអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតបងប្អូនធ្វើការបិទការទាញបតង់ទៅខាងលើនេះបងប្អូនចង់ទាញតង់ខ្លាំងក៏បានបតង់ល្មមក៏បានដែរបើគាត់ថារត់នៅលើទម្រង់មុខបងប្អូនគាត់ថាមកស្រួលខ្លួនសម្រាប់ខ្លួនឯងណាបងប្អូនហត់មើលលើមុខអញ្ចឹងមកបងប្អូនណាចាការទាញបតង់ផ្នែកលើបងប្អូនទេបន្ទាប់មកស្រ័យឲ្យត្រូវជាមួយនឹងចង្ការបស់យើងចាបងប្អូនចង់លើកសាច់ធ្វល់បងប្អូនបានសាច់ធ្វល់មកតែបើមិនជាអត់ចង់លើកទេបងប្អូនចាស្រ័យធ្វើមិនមកឆ្លាច់ទម្រង់មុខខ្លួនឯងណាបងប្អូនដើម្បីឲ្យគេជួយរត់បតង់ទម្រង់មុខយើងតាមការស្រឡាញ់របស់យើងចាបន្ទាប់មកកន្លែងនេះយើងត្រូវទាញបងប្អូនបើមានអារម្មណ៍ថាទាញតង់ខ្លាំងពេកវាឈឺចង្កាបងប្អូនទាញបតង់ល្មមណាបងប្អូនណាចាអានេះគឺជួយរត់បតង់សាច់មើលកណាបងប្អូនចាហើយពេលដែលហាត់លើមុខហើយគឺស្រួលអញ្ចឹងបងប្អូននិយាយបងប្អូនគេបងប្អូនធ្វើការនេះអីគឺងាយស្រួលក្នុងការហាត់ខ្លាំងបងប្អូនចង់និយាយបើសិនជាបងប្អូនចង់បានជាមួយនឹងទម្រង់មុខស្អាតមុខវិញស្រករៀងលឿនបងប្អូនគេរៀងអូនណាស្រួលហាត់ខ្លាំងមែនតើហ្មងណាបងប្អូន